វីដេអូនេះរៀងជះដែរមកជះ 10k ជាងឲ្យគ្នាយើងមើលដោយសារតែថ្ងៃហ្នឹងគឺជាការ free ticket លើកទី2របស់ event Leslie Legend ដែរដោយសារតែ skin Leslie Legend ហ្នឹងខ្ញុំមានរួចហើយអញ្ចឹងខ្ញុំក៏ផ្លាស់ប្ដូរទៅចាប់ skin event របស់ Yu Zong វិញទៀតអញហើយចាំបានផ្ទះបាញ់អត់ទៅមែនដោយសារតែ event Yu Zong នេះវារៀងអែមដែរវាមានប្រអប់សំណាង2ប្រអប់ឆ្វេងដៃហ្នឹងគឺមានប្រភេទអាខៀវខៀវអញ្ចឹងវាមាន5វាមាន30ហើយនឹង1000អាខៀវខៀវបាន1000ហ្នឹងរៀងគ្រាន់បើដែរហើយប្រអប់ខាងស្ដាំដៃនេះគឺលុយសុតអ្នកនរគ្នាសិតតែបតោងទាំងតែបតោងខ្សែកឬក៏បតោងខ្សែដៃទេមានរូប Yu Zong ហើយនឹងរូប Layla អញ្ចឹងណាហើយបើបាន3ហ្នឹងអីខេឡូរួចបានត្រេន1គីឡូ2គីឡូអីបើបានអាកដាលអីដឹងតែរួចត្រេនមករដូវកាលតែម្ដងហើយសំណាងមើលអត់ឃើញទេខ្ញុំព្យាយាមសំណាងហ្នឹងតាំងពី event ទូរស័ព្ទ Oppo រហូតមកដល់ event Yu Zong នេះគឺសំណាងអត់ទាន់ឃើញមកម្ដងទេឥឡូវហ្នឹងខ្ញុំមានកាក់ចំនួន 10k ដែរហើយសម្រាប់ដូរ skin ហ្នឹងខ្ញុំមានតែ12ទេបន្ទាប់ពីខ្ញុំបើកចំនួន 10k កាក់ហើយជាមួយខ្ញុំទទួលបានសម្រាប់ដូរ skin ហ្នឹងចំនួនប្រហែលតោះឥឡូវយើងដាក់10ទៅបែបលឿនណាដើម្បីឆាប់វីដេអូយើងឃើញរៀងខ្លីបន្តិចមានន័យឃើញថាបើកទៅឃើញសម្រាប់ដូរ skin ហ្នឹងរៀងច្រើនដែរតាអ្នកនរគ្នាជាមួយបន្ទាប់ពីខ្ញុំបើកអស់ 10k កាក់ហើយជាមួយខ្ញុំទទួលបានប្រហែលរបស់ខ្ញុំមានដំបូងហ្នឹងគឺមានតែ12ទេបន្ទាប់ពីបើកអស់ 10k កាក់ហើយជាមួយខ្ញុំបានប្រហែលឥឡូវជិតបើកចិត្តអស់ហើយឥឡូវយើងបើកអស់ល្មមគឺទទួលបាន243អញ្ចឹងបានច្រើនតែអ្នកទាំងអស់គ្នា10000កាក់ជាង10000កាក់ច្រឡំ10000កាក់ជាងគឺបានឡើង230ហើយចាស់គ្នាយើងបានសម្រាប់ដូរ skin Yu Zong ហ្នឹងម៉ានហើយ